អាយដាមអ៊ុនចិន្តានិងលោកជំទាវប្រួយផ្ដាំបនកឋិនទានសាមគ្គីទទួលបានបច្ច័យជើង$120,000សម្រាប់កសាងឧបឋានសាលាវត្តបទុមរតនដេដោះក្រុងកំពង់ចាមអភិបាលខេត្តកំពង់ចាមអាយដាមអ៊ុនចិន្តានិងលោកជំទាវញងចក្រយាអ៊ុនចិន្តាលោកបានប្រួយផ្ដាំបនកឋិនទានសាមគ្គីទទួលបានបច្ច័យជើង$120,000សម្រាប់កសាងឧបឋានសាលាវត្តបទុមរតនដេដោះក្រុងកំពង់ចាមដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី19ខែតុលាឆ្នាំ2025ឆ្លៀតក្នុងឱកាសនោះអាយដាមអ៊ុនចិន្តាអភិបាលខេត្តលោកបានថ្លែងអំណរគុណចំពោះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាអាយដាមឧបនាយករដ្ឋមន្ត្រីណេតសវឿននិងអាយដាមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតក៏ដូចជាថ្នាក់ដឹកនាំខេត្តមន្ត្រីអង្គភាពពាក់ព័ន្ធជំវិញខេត្តនិងពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមជាបច្ច័យដើម្បីកសាងឧបឋានសាលាក្នុងបរិវេណវត្តបទុមរតនដេដោះតាមរយៈការប្រពៃពិធីបុណ្យកឋិនទានសាមគ្គីនាឱកាសនេះអាយដាមអភិបាលខេត្តលោកបានថ្លែងថាចំពោះការកសាងឧបឋានសាលាដែលជាសមិទ្ធផលដ៏ធំហើយល្អស្អាតនេះគឺដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផងហើយក៏ជាការចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យក្លាយជាតំបន់ទេសចរដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តផងខណៈនេះពេលកន្លងមកមានភ្ញៀវទេសចរបរទេសចូលមកខេត្តកំពង់ចាមតាមផ្លូវទឹកហើយក៏បានចូលមកទស្សនាវត្តបុរាណរបស់យើងនៅតាមបណ្ដាស្រុកមួយចំនួនផងដែរជាមួយគ្នានោះអាយដាមអ៊ុនចិន្តាអភិបាលខេត្តលោកបានថ្លែងថាការប្រពៃពិធីបុណ្យផ្សេងជាពិសេសការដង្ហែអង្គកឋិនទានចូលវត្តបទុមរតនដេដោះនេះដែលអាចប្រព្រឹត្តទៅបានក៏អាស្រ័យទៅដោយផ្ទៃក្នុងប្រទេសយើងមានសុខសន្តិភាពស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជំរុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសពេញលេញនៅក្នុងការបំពេញកុសលផលបុណ្យទៅតាមជំនឿសាសនាដែលជាផ្នែកមួយនៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម